Sống xoa cùng một đồng tiết một căn cam thì lối trong buồn. Vậy chắc nhà đâu mình đang hát ấy nhưng mà có pơ đấy. Nhưng mà đăng phong hát đây hả? Chẳng đăng ót. Chẳng. Hay em chưa thắt tôi xài cái chân nó phải chẳng đăng đai mẹ nè. Bàn tay nhưng mà toàn trong phẹpไปchẳng tiết chẳng nhâm phẹp. Môn là nhâm phẹp á. Em xong ao tôi xài cái chân cả đôi chơi già đâu á. Từ mười video mùi tặng ót này. បាទព្រៃកងកាងនេះបើយើងនិយាយពីកាលពីយើងមិនតាន់បង្កើតសហគមន៍ព្រៃកងកាងនេះមានការរិចរិលខ្លាំងហើយដល់ពេលយើងដោយយើងឃើញមានការរិចរិលខ្លាំងវាចង់បាត់ធាតុដើមនៃព្រៃកងកាងបានយើងរៀបចំអភិរក្សដើម្បីដាំកងកាងឡើងវិញហើយនឹងរៀបចំអភិរក្សថែរក្សាព្រៃកងកាងដែលមានស្រាប់បើមានដើមកងកាងច្រើនកងកាងនេះវាជាជំរកមច្ឆជាតិនិងជំរកសត្វហើយវាយើងអាចបង្កើតជាអេកូទេសចរហើយឬក៏សម្រាប់ជាបរិស្ថាន ហើយយើងបង្កើតអេកូទេសចរយើងគោលបំណងយើងអាចបង្កើតមុខរបរដល់សមាជិកឬក៏ប្រជាពលរដ្ឋក្នុងសហគមន៍យើងសហគមន៍នេសាទតាពាំងសង្កែមានគម្រោងដាំកងកាងថែមថ្មីយើងបានដាំចំនួន 5000 ដើមដោយមានការគ្រប់គ្រងពីអង្គការ CW សហការជាមួយខណ្ឌរដ្ឋបាលជលផលកំពតហើយដោយសារយើងមានដីសម្រាប់ដាំចំនួន 25 ហិកតាហើយយើងចាប់ផ្ដើមដាំបានប្រហែលជា 5 ហិកតាទេ អញ្ចឹងយើងមានគម្រោងដាំបន្តទៀតទាក់ទងនឹងដាំកងកាងកូនកងកាងនេះបាទយើងធ្វើការជាក្រុមដើម្បីដាំកងកាងនេះវាមានសារៈសំខាន់ណាស់ចំពោះប្រជាពលរដ្ឋគាត់បានចូលរួមដូចជាមានអនុស្សាវរីយ៍ហើយទាក់ទងនឹងការចូលរួមដាំនេះមិនយើងចង់និយាយថាបើសិនជាចូលរួមដាំសូម្បីតែសមាជិកក៏ដោយគាត់មានការចូលរួមដាំអញ្ចឹងគាត់បានចំណាយពេលវេលាមកដាំបានន័យថាគាត់ចូលរួមដាំអញ្ចឹងការបំផ្លាញក៏គាត់ជួយថែរក្សាដែរគាត់អត់បំផ្លាញទេ Ủa tình chân á, bạn nhưng mau khát cả bò nó nghe. Ồ, nhưng vô lời, khinh thác. Bởi cao cáng á, bất chỉ miền sạc sầm khăn như bùa, bất chỉ chôn đại rung nơi nằm bòn đắng á thở ớt. Bùa tha đại xa cả pin bốn miền bất chỉ chôn môi chấm nuông qua cặp bởi cao cáng nâng chân á nè. Bạn thuê phò để sát bỏ quát thật châu. Hay đang ngay bạn chỉ cầm càng nghe lôi muốn dương á, bạn châu rôm chùm mùi nâng bất chỉ chôn nơi nắng đầm bay nóm khné đâm bởi cao cáng lang vinh. Để đâu trong mưa scam phiếp phụ quạt đấy. Trong. Tao là dương nóm khné tầm mưa scam phiếp mẹ chật bỏ phụ quạt tàng ớt khné. ក្រុមការងារលយ9របស់យើងបានចូលទៅដល់សហគមន៍ត្រពាំងសង្កែក្នុងភូមិដែលនៅជិតនោះដើម្បីប្រាប់យុវជនឲ្យបានដឹងពីការស្ម័គ្រចិត្តដាំកោងកាងបងគិតថាបងអាចចូលរួមបានទេបងពេលនេះខ្ញុំអាចចូលរួមបានបងចូលរួមបងណោះចាអរគុណច្រើនបងអររំខានទេអរគុណហើយថ្ងៃដែលបានកំណត់ក៏បានមកដល់ Bà ta chi nào kia mà thấy đâu. សួស្តីទស្សនិកជនទាំងអស់គ្នាខ្ញុំមនីរតហើយនៅពេលនេះគឺខ្ញុំស្ថិតនៅក្នុងព្រៃកោងកាងសហគមន៍ត្រពាំងសង្កែគឺនៅក្នុងខេត្តកំពតហើយនៅខាងក្រោយក្នុងខ្ញុំនេះគឺមានយុវជនយើងមួយក្រុមដែលគាត់មានគ្នាប្រមាណជា 80 នាក់ហើយគាត់បានស្ម័គ្រចិត្តចូលរួមដាំកោងកាងហើយចង់ដឹងថាតើសកម្មភាពពួកគាត់យ៉ាងណាតោះខ្ញុំទៅជួបសនាជាមួយពួកគាត់បន្តិច Bà sụt đây không? Ôi bông bông đam còng cang mẹ bông. Bà còng cang không? Chẳng bông kịch ha ca cho room smart chật nắng đo bây giờ cái đo bông và đôi chi đo hạ cùng bông á. Bà căn còng cang này khi cha smart chật bằng nhóm chúng tôi kịch ha là bây giờ bằng còng cang cứ miên chúng tôi phòng trò còng cang này là bây giờ còng tới rồi miên tray chó nó không nắng cả chín bộ tray bông muối ở chưa cũng cha xanh tiệt rồi nắng. Cho bản thân chỉ miên ca smart chật lực hỏi chứ ta bông cho room kia này. Bà nhóm riêng cho trên đây không? Cho trên đây trà. ចំពោះរូបខ្ញុំមានថាជាមោទនភាពមួយដែលបានចូលរួមហើយក៏ដូចថាខ្ញុំអាចចេះដាំឈើនៅក្នុងទឹកពីមុនមកខ្ញុំធ្លាប់ណាស់ក្នុងទឹកខ្ញុំធ្លាប់តែដាំនៅលើគោកចឹងជាចុងក្រោយតើបងមានពាក្យពេចន៍អីផ្ដាំផ្ញើដល់មិត្តយុវ័យរបស់យើងដែលក៏អត់ទាន់បានចូលរួមស្ម័គ្រចិត្តទេបងចំពោះខ្ញុំគិតថាមកយុវ័យទាំងអស់គួរតែយល់ដឹងពីសារៈប្រយោជន៍នៃការដាំកោងកាងក៏ដូចជាអ្វីៗផ្សេងទៀតដែលថាជួយអភិវឌ្ឍសហគមន៍ឬក៏នៅក្នុងភូមិតែម្ដង ច
បាទថ្ងៃនេះខ្ញុំមានសេចក្តីរីករាយបំផុតដោយមានការចូលរួមពីខាងក្រុមយុវជនដាំកូនកាក្នុងសហគមន៍នេសាទត្រពាំងសង្កែរបស់ខ្ញុំនៅតាមសហគមន៍ផ្សេងបើសិនជាមានខាងក្រុមយុវជនចូលរួមយ៉ាងនេះសហគមន៍នឹងមានការវិវត្តយ៉ាងលឿនបំផុតបាទហើយយើងមើលជាក់ស្ដែងថ្ងៃនេះមានខាងក្រុមយុវជនចូលរួមដាំកូនកានៅថ្ងៃនេះបើសិនជាគណៈកម្មការរបស់ខ្ញុំដាំដោយគណៈកម្មការសុទ្ធសាធប្រហែលជា2ថ្ងៃបានហើយអញ្ចឹងដល់មានក្រុមយុវជនចូលរួមដាំយើងដាំដល់1ផ្លែតហើយបាទលយដល់ហើយយ៉ាឃើញថាពួកគាត់ណាក្មេងៗឯងប៉ុន្តែចូលរួមជួយគ្នាដើម្បីដាំព្រៃកោងកាងឡើងវិញជួយដល់សហគមន៍គាត់ហើយចុងក្រោយជួយដល់ពួកគាត់ទៀតមែនហើយខេត្រីនឃើញថាការងារស្ម័គ្រចិត្តពិតជាមានផលប្រយោជន៍មែនតើអញ្ចឹងខេត្រីនមែនហើយបាទតែឥឡូវយើងបន្តទស្សនាវគ្គបន្តនៃកម្មវិធីរបស់យើងរងចាំទស្សនាការប្រកួតលយ9 Super Hero បន្ទាប់ពីសម្រាប់រួចសូមស្វាគមន៍ម្ដងទៀតមកកាន់កម្មវិធីលយ9ស្វាគមន៍សាជាថ្មីមកកាន់លយ9 Super Hero បាទទស្សនិកជនអរគ្នាឥឡូវខ្ញុំនៅលើដំបូលអគារមួយនៅក្នុងរាជធានីភ្នំពេញកាលពីសប្តាហ៍មុនទស្សនិកជនអរគ្នាបានដឹងហើយថាក្រុមដែលទទួលបានជ័យជំនះក៏ដូចជាបានមកដល់គោលដៅមុនគេគឺក្រុមអាវពណ៌សហើយដោយសារតែក្រុមអាវពណ៌សគាត់បានមកដល់មុនដូច្នេះហើយគាត់មានសិទ្ធិក្នុងការទៅមុនក្រុមដទៃទៀតរយៈពេល10នាទីអញ្ចឹងហើយបន្ទាប់ពី10នាទីក្រោយមកគឺក្រុមអាវពណ៌ខៀវគាត់មិនត្រូវទៅជាបន្តទៀតបាទហើយបន្ទាប់ពី10នាទីមកគឺក្រុមអាវពណ៌ភឿក្រុមអត់ទៅក្រុមអាវសរីរាល់ណានេះគឺជាវិទ្យាសាស្ត្ររបស់យើងបេសកកម្មទី4សូមស្វែងរកសួនច្បារដែលមានការឈូកធំជាងគេបំផុតនៅក្នុងទីក្រុងភ្នំពេញហើយចម្ងាយ50ម៉ែត្រពីនោះអ្នកនឹងឃើញក្រុមការងារកំពុងរៀបចំដំណើរការចុះឈ្មោះរួម Madison បង្កើតកំណត់ត្រាពិភពលោកបន្ទាប់មកអ្នកត្រូវរកយុវវ័យ15នាក់មកចុះឈ្មោះរួមហើយឲ្យពួកគេសមរម្យជាមួយចម្រៀងរបស់យើងឲ្យចប់មួយបទហើយទីនោះគឺសួនច្បារមុខវត្តបូតុមហើយខ្ញុំចង់ធ្វើដំណើរពីទីនេះទៅវត្តទៅកាន់វត្តបតុមតែពូកន្លែងប្រហែលចាកន្លែងសួនច្បារមានការឈូកពូឥឡូវពូខ្ញុំលើខ្ញុំបញ្ញាពូលើបញ្ញាប្រហែលឥឡូវមកពូអត់ណាពូណានេះខ្លួនហើយនៅបាទនេះគឺជាវិញ្ញាសាសំបីឈប់មកអាពូឥឡូវពូចាំនឹងផ្លែទៅណាចឹងដឹងថាខ្លួនឯងត្រូវធ្វើជាបន្តទៀតខ្ញុំនឹងស្វែងរកយុវជន15នាក់ដើម្បីឲ្យគាត់ចូលរួមរាប់ម៉ាក់អីស្រួលពួកខ្ញុំឃើញថារយៈពេល10នាទីបានកន្លងផុតទៅទៀតហើយឥឡូវដល់ពេលក្រុមពណ៌លឿងគាត់មានសិទ្ធិក្នុងការយកវិញ្ញាសាដើម្បីប្រកួតប្រជែងបន្តហើយអត់ខំឲ្យបងអូនវាប្រាប់ឲ្យម្ដងណាទៅរងក្នុងឃើញថាក្រុមអាវលឿងចេញក្រោយគេទៀតហើយចាំមើលពួកគាត់តាមគេតន់អត់ហ្នឹងហើយតំណែងឲ្យពូនោះក្រុមការងារឡើង9ហ្នឹងមែនទេនោះសួនច្បារមានតែឈោកទេអត់មានក្រុមការងារទេនោះក្រុមការងារលើ9បាទពេលអាបងចូលទៀតហ្នឹងក្រុមខៀវជាអ្នកមកដល់ទី2ចុះក្រុមសដែលមកដល់មុនគេរងលើបាននៅណាបើថាទៅ high five មួយជួយពួកខ្ញុំម្ដងទៅអីអត់អីអីចឹងបងអត់ទៅចឹងអត់ទៅខ្ញុំដល់មកទីតាហ្នឹងទៅក្រោយគេទៀតហើយអីប៉ុណ្ណឹងរកសមាជិករកអីទៀតណាបងណានោះហ្នឹងហើយឈប់ហ្នឹងហើយអូខេតែវិញយើងមកដល់មុនគេចឹងគេមកដល់មុនហើយគេដើររួមអស់គេដើររកសមាជិករួមហីប្រាប់គេថាមកចូលរួមតែដល់នេះយើងនិយាយទៅអាចនិយាយគ្នាយើងទៅរកគេអូយុវជនទៅយុវជនអត់អាចទៅរកគេបានទេខ្ញុំបរៀនទេបងអរគុណចា៎ក្រុមសហើយនិងក្រុមខៀវនៅរោងមនុស្សមិនទាន់បានដូចគ្នាហើយចុះក្រុមលឿងវិញដល់ណាឯណាដល់ណាទីម៉ានណាទី3ហើយបានដឹងចឹងគេទៅរកគាត់បានហើយជូនពរសំណាងល្អហើយអាលឿនមកនឹងមួយផ្លែតមក15នាក់ប្រាប់ពួកម៉ាក់យាយមកឲ្យលឿនតិចមកអញ្ចឹងចាញ់គេលើ
គេឲ្យរយុវជន15នាក់យុវជនយុវនារីក៏បានដែរ15នាក់ហៅមកទេទៅពួកម៉ាក់មុំពិតជាប្រឹងមែនតែរត់អត់មើលម៉ូតូឡានអីសោះនេះប៉ាក់ឲ្យជួយចូលរួមក្រុមកាក់លុយ9បានដែរចូលទៅរំគេឲ្យរកយុវវ័យមិនមែនមនុស្សចាស់ឯណាក្រុមលឿងអេបានមួយអីគាត់ព្រមមួយអី2អូខេ2នាក់អីណាបងទៅ2នាក់ណាបងអរគុណណាអ៊ំអូខេបងចុះឈ្មោះឡើងនោះបងពេលនេះក្រុមសរមមនុស្សបានខ្លះហើយចុះក្រុមលឿងវិញដល់ណាហើយសុគេណាសួរដល់ណាហើយអើយឲ្យស្រីមុំដឹងទៅណាទៀតដល់បានប៉ុន្មាននាក់បើកសោមិនទេវិញចុះមិនមើលគេឲ្យជិតមើលស្រីមុំយើងរត់ទៀតហើយតែញ៉ាំទេរំផងបាទអីទេបងបើចាប់ចាញ់គេខ្ញុំអត់ដឹងអីបងមិនសំខាន់គឺលើកានោះបងនិយាយឈ្មោះកន្លែងពុតមិនតពុតមកមើលសជាងលោអរគុណច្រើនបងណាមិនអន់ឯណាក្រុមលឿងរកបានច្រើនគួរសមដែរតាអត់អីទេមកតោះតែពួកខ្ញុំអត់ចេះដល់តែមិនមែនទៅយើងទេ15នាក់ហ្នឹងចុះក្រុមខៀវវិញអូនេះ2នាក់នេះចុះអត់អីទេប៉ុន្តែពឹកមកមិនដល់បានគេចេញអូខេអូនេះគឺជាអ្នកដែលគាត់ហៅមកចុះឈ្មោះមិញតាអាយ៉ាក្រុមលឿងនំគាត់តាណាហ្នឹងអូមករកមនុស្សដល់ផ្ទះហ្មងណាខ្ញុំកំពុងនាំមិត្តភក្តិម្នាក់គេមកព្រោះមិត្តភក្តិគេទៅដើម្បីចូលរួមកម្មវិធីរួមមួយពួកខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តច្រើនណាស់ព្រោះអីពួកគាត់បានចូលរួមមួយពួកខ្ញុំ4 5នាក់ដែរនៅកន្លែងហ្នឹងហើយនឹងមិត្តភក្តិខ្ញុំ2នាក់ទៀតខ្ញុំសង្ឃឹមថានៅគ្រប់ចំនួន15នាក់ឯង I hope one song and I hope you can enjoy yes រកយុវជនខ្មែរមកបានឥឡូវសាកបរទេសវិញមើលអូធីរ៉ាសប្បាយចិត្តដល់ណារំលឹកបានច្រើនអញ្ចឹងឥឡូវបានម៉ាក់នេះអីមើលឡើងបានម៉ាក់នេះអីអត់2 4 6 10គាត់3នាក់ទៀត13 2នាក់ទៀត2នាក់ទៀតគាត់ទៅអ្នកគាត់គួយលេខសិនណាគួយលេខសិនណាហើយឡើយខ្ញុំទៅលេខក្រុមខៀវយ៉ាងម៉េចហើយធ្វើហាក់ដូចជាគ្មានអ្វីកើតឡើងសោះនេះហ្នឹងថ្ងៃប្រមូលគ្នាមកដៃឆ្លាញ់ចិត្តនេះដែរអត់អីទេវានងគ្នាជិះម៉ូតូជិះឡានមកចោលក្រោយលោតឆ្វេងក្តំក្រោយលោតទៅមកឥឡូវលៀនឯងជួយរកគ្នាបានអត់ជួយរកថ្នាក់យើងចន្ទ្រាអីអញ្ចឹងណាគ្នាសួនមកសួន15លើ15នាក់ក៏បានដែរអូយលាកខោអាវហ្នឹងឯងលយថាមិនរំបានណាក៏ឯងដែរក៏រំបានដែរឯងនាំគ្នាមកឥឡូវអ្នកណាទូតមកមុខអូក្រុមសចាប់ផ្ដើមរៀបចំរំដែរហើយមកចង់ទី2មកអាហួរផុតចង់ទី3ណាផ្លាប់ដូមមិនពួកឯងបញ្ញាសាស្ត្រមានប្រកាសថាគេមកគុំនិយាយផ្សេងឥឡូវថាឥឡូវយើងគួរធ្វើមិនកុំអាចឆ្លុះគ្នាក្រុមខៀវជួយរកវិធីសាស្ត្រដោះស្រាយទាំងអស់គ្នាមើលមានតែអូយ3នាក់នេះជិះលឿនទៀតណាហេក្រុមលឿងហើយនិងក្រុមសកំពុងតែរំដូចគ្នាចាំមើលអ្នកណារំបានត្រូវមុនឆ្វេងស្ដាំបង្វិលខ្លួនលោតចូលតាតូចជាពួកក្រុមអាវលឿងបាទអរគុណច្រើនបងប្អូនបាទបងណានេះរំមិនដែរសបាយហត់ទេហត់ហើយតែហត់យ៉ាងណាក៏ត្រូវតែត្រង់ដែរបាទយើងដឹងថានឹងធ្វើបន្តទៀតទេនឹងអត់តដឹងទេណាបាទចុះខ្ញុំឲ្យភារកិច្ចមួយទៀតណាគឺភារកិច្ចទី5បេសកកម្មទី5ការប្រកួតស៊ីក្លូចម្ងាយ100ម៉ែត្រតែក្រុមរបស់អ្នកមិនអាចធាក់ស៊ីក្លូដោយខ្លួនឯងបានឡើយអ្នកត្រូវរកអ្នកដំណើរម្នាក់ស្ម័គ្រចិត្តជួយធាក់ស៊ីក្លូដឹកអ្នកទៅកាន់ទីតាំងហើយបើអ្នកដំណើរម្នាក់នោះធាក់ស៊ីក្លូមិនដល់ទីទេអ្នកត្រូវរកមនុស្សម្នាក់ទៀត
ជួយដឹកអ្នកឲ្យដល់គោលដៅនៅពេលដែលស៊ីក្រូទៅដល់គោលដៅហើយមានគ្រូរបាំម្នាក់កំពុងតែរងចាំក្រុមរបស់អ្នកហើយក្រុមរបស់អ្នកត្រូវហាត់រាំរបាំមួយឲ្យបានលឿនដើម្បីទៅសម្ដែងឲ្យគណៈកម្មការទស្សនានិងវិតម្លៃប្រសិនបើគណៈកម្មការវិតម្លៃថាក្រុមរបស់អ្នកមិនទាន់រាំបានល្អនោះទេក្រុមរបស់អ្នកត្រូវតែហាត់រាំម្ដងទៀតរហូតដល់រាំបានល្អ ឥឡូវបងសុំបងណាផែ attention មកបន្តិចព្រោះអីគេចេញទៅយូរហើយអញ្ចឹងបងខ្ញុំចាញ់គេអូខេក្រុមសវិញរួមមិនទាន់ត្រូវនៅឡើយទេបាយចាប់លេងបាទចាប់លេងសិន1 2 3ដាំឆ្វេងដាំបោះទៅមុខ អាយ៉ាដល់ទីតានេះ coi đi sớm đó Để ba lên muối hay nam coi nhom rồi cái này là mà toàn đời sau đẹp to thế đấy bà diễn thời bà chỉ xịt lố pin nắng nó hot ba trong ngày mà rồi ba là hot đã bô vào hôm nữa phần tái xăm chết hai như gọi chi tay ông biết ai chết ba còn chuyện thiệt ok chắc chứ bay họ là cái mình nè đập bay chui dương á mày ra bom ở lưng đó không nhưng mà nhà đây từ bàn á bà ở con mỏng ở con phụ cận ở con chở bom ពេលនេះក្រុមសក៏រំហើយដែរចុះក្រុមខៀវវិញ Alo Lín Hạnh rô ba nè Lín nè Thì phụ hạnh tình em mong màn mau phần năng phụ anh em thở ca lợi nâng đá em mong màn lợi hay phần mô ban ở đập hẻm nẹ mà xuân vọt bật tôm á xong quát ban này rồi mới tiền mau mau làm rồi ក្រុមលឿងចាញ់គេ 3-4 សប្តាហ៍ហើយសប្តាហ៍នេះសូមឈ្នះគេម្ដងហើយតាមដានលយ 9 Super Hero របស់យើងនៅសប្តាហ៍ក្រោយតាមពេលវេលានឹងមកដដែលហើយចាំមើលថាក្រុមលឿងអាចរក្សាតំណែងទី1នេះបានអត់ហើយពីក្រុមទៀតអាចតាមគេទាន់អត់ណាបាទជំរាបសួរទស្សនិកជនទាំងអស់គ្នាដល់ពេលដែលយើងត្រូវតាមដានមើលថាតើរថយន្តលុយ4របស់យើងបានទៅដល់ខេត្តណាទៀតហើយនៅក្នុងសប្តាហ៍នេះកាលពីថ្ងៃច័ន្ទទី9នៅក្នុងខែនេះរថយន្តលុយ4របស់យើងបានទៅដល់ខេត្តស្ទឹងត្រែងហើយដោយសារតែកាលពីសប្តាហ៍មុនគឺជាសប្តាហ៍ដែលត្រូវនឹងចូលឆ្នាំខ្មែរដូច្នេះកម្មវិធីយើងពុំបានចាក់ផ្សាយអំពីសកម្មភាពនៅទីនោះទេចង់ដឹងថាសកម្មភាពនៅទីនោះមានភាពសប្បាយរីករាយយ៉ាងណាយើងទៅទស្សនាឡើងវិញទាំងអស់គ្នាទស្សនិកជនទាំងអស់គ្នាខ្ញុំមនីរតហើយនៅពេលនេះខ្ញុំកំពុងតែធ្វើដំណើរទៅកាន់វិទ្យាល័យព្រះរាជបូរនីយកិច្ចដែលស្ថិតនៅក្នុងទីក្រុងខេត្តស្ទឹងត្រែងហើយនៅខាងក្រោមខ្នងខ្ញុំនេះគឺមានក្រុមអ្នកលុយ9របស់យើងមួយក្រុមដែលពួកគាត់ក៏ចូលរួមជាមួយពួកយើងនៅទីនោះដែរតែឥឡូវសូមជួយហៅឲ្យកម្មវិធីលុយ9មួយមកដោយឡែកយុវជនរបស់យើងនៅក្នុងខេត្តស្ទឹងត្រែងពួកគាត់ពិតជាក្លាហានហើយចូលរួមជាមួយកម្មវិធីរបស់យើងដោយពួកគាត់មានជាការលេងហ្គេមមានជាការច្រៀងការរាំការសម្ដែងnhưng sai không làm thật lôi
ទឹកប្រាក់នោះយកទៅធ្វើអីដែរ ថានឹងយកទឹកប្រាក់នេះទៅឧបត្ថម្ភទៅដល់មណ្ឌលកុមារកំព្រាយកទៅចែកជូនដល់អ្នកក្រីក្រនៅតាមទីជនបទដាច់ស្រយាលអញ្ចឹងបងខ្ញុំយកទៅឧបត្ថម្ភដល់ចាស់ទុំដែលគាត់ចាស់ជរាបាទដែលគាត់អត់មានទីពឹងពាក់ ហើយពួកគាត់ក៏មានស្នាដៃមកចូលរួមជាមួយកម្មវិធីរបស់យើងដែរហើយកុំភ្លេចទស្សនិកជនទាំងអស់គ្នាក៏អាចផ្ញើជាស្នាដៃរូបថតរូបភាពវីដេអូកំណាព្យឬក៏អ្វីផ្សេងទៀតដែលអ្នកគិតថាលយដោយតាក់ទងលើប្រធានបទរបស់យើងគឺហេតុអ្វីបានជាអ្នកគិតថាមិត្តភ័ក្តិរបស់អ្នកលយឬផ្ញើមកកាន់កម្មវិធីរបស់យើងរូបនេះផ្ញើដោយសុកសវណ្ណបញ្ញាឬនៅក្នុងខេត្តសៀមរាបគាត់គិតថាមិត្តភ័ក្តិរបស់គាត់លយព្រោះពួកគេជួយថែរក្សាល្បែងប្រជាប្រិយខ្មែរហើយដូចប៊ុនឆៃនិងប៊ីឌីប្រាស់ដែលរស់នៅទីក្រុងភ្នំពេញគាត់គិតថាមិត្តភ័ក្តិរបស់គាត់លយព្រោះពួកគេជួយថែរក្សាបរិស្ថានឡងមករថយន្តលយ9របស់យើងបានធ្វើដំណើរទៅកាន់ខេត្តចំនួន8រួចមកហើយសូមបញ្ជាក់ដល់ទស្សនិកជនផងដែរថារថយន្តលយ9របស់យើងនឹងបន្តធ្វើដំណើរទៅគ្រប់បណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជារបស់យើងបើសិនជាទស្សនិកជនទាំងអស់គ្នាចង់ដឹងថារថយន្តលយ9របស់យើងនឹងបន្តទៅដល់ខេត្តណានោះសូមកុំភ្លេចរងចាំស្ដាប់កម្មវិធីលយ9តាមវិទ្យុដែលមានផ្សាយជារៀងរាល់ថ្ងៃច័ន្ទវេលាម៉ោង 12 រហូតដល់ម៉ោង 1 រសៀលបាទនៅក្នុងខេត្តស្ទឹងត្រែងក៏មិនខុសពីខេត្តដទៃទៀតដែរក្រុមការងារយើងតែងតែធ្វើការជ្រើសរើសនៅការសម្ដែងដ៏ល្អបំផុតចំនួន3សម្រាប់ឲ្យទស្សនិកជនទាំងអស់គ្នាធ្វើការបោះឆ្នោតចង់ដឹងថាការសម្ដែងនោះអស្ចារ្យយ៉ាងណាយើងទៅមើលការសម្ដែងរបស់ពួកគាត់ទាំងអស់គ្នាដើម្បីបោះឆ្នោតការសម្ដែងទី1សូមសរសេរអក្សរ A ផ្ញើទៅកាន់លេខដើម្បីបោះឆ្នោតគាំទ្រការសម្ដែងទី2សូមសរសេរសារជាអក្សរ B យើងច្បាស់រកជ័យយើងធ្វើទៅលយប្រពូយើងស្រែកកាន់ខ្លាំងចិត្តថាយលយដើម្បីបោះឆ្នោតគាំទ្រការសម្ដែងទី3សូមសរសេរសារជាអក្សរ Cសូមបញ្ជាក់ផងដែរថាក្រុមដែលឈ្នះគឺមានតែមួយក្រុមតែប៉ុណ្ណោះដែលគាត់នឹងទទួលបានការឧបត្ថម្ភដែលមានតម្លៃស្មើនឹងទឹកប្រាក់ 20,000 រៀលដើម្បីយកទៅជួយក្នុងការអភិវឌ្ឍសហគមន៍ដែលគាត់រស់នៅហើយមិត្តយុវ័យនិងក៏ដូចជាទស្សនិកជនក៏នៅតែបន្តផ្ញើរូបថតចម្រៀងវីដេអូកំណាព្យឬក៏អ្វីផ្សេងទៀតដែលបង្ហាញពីហេតុអ្វីបានជាមិត្តភ័ក្តិរបស់អ្នកលយហើយផ្ញើវាមកកាន់កម្មវិធីរបស់យើងដែលព័ត៌មានមានលើកញ្ចក់ទូរទស្សន៍សួស្តីទស្សនិកជនទាំងអស់គ្នាតើអ្នកទាំងអស់គ្នាមានបានចូលឈ្មោះចូលរួម Roma Design ដើម្បីបង្កើតកំណត់ត្រាពិភពលោកហើយនៅចាំដល់ណាទៀតពេលវេលាកាន់តែខិតជិតមកដល់ហើយបើតាមខ្ញុំដឹងមានមិត្តយុវវ័យយើងមួយក្រុមដែលពួកគាត់កំពុងតែហាត់ Roma Design ជុំគ្នាចង់ដឹងថាសកម្មភាពពួកគាត់យ៉ាងណាហើយពួកគាត់ហ្វឹកហាត់ប្រឹងប្រែងយ៉ាងណានៅក្នុងការ Roma Design ជុំគ្នាតោះទៅមើលសកម្មភាពពួកគាត់ទាំងអស់គ្នាគាត់ពិតជាប្រឹងប្រែងនៅក្នុងការហាត់រាំនេះមែនតើហើយទស្សនិកជនទាំងអស់គ្នាចង់លុយដូចពួកគាត់អត់បើចង់លុយសូមចូលទៅកាន់កន្លែងផ្ញើសាររួចវាយផ្កាយលេខ9ដកឃ្លាឈ្មោះដកឃ្លាខេត្តទីក្រុងដែលលោកអ្នករស់នៅរួចផ្ញើមកកាន់លេខ095 999 119ឬក៏097 99 39 699រងចាំដល់ណាទៀតចុះឈ្មោះនឹងរៀន Roma Design ទាំងអស់គ្នាមិត្តយុវ័យមានឱកាសចូលរួម Roma Design ជុំគ្នានៅសួនច្បារមុខវត្តបន្ទុំវតីនាថ្ងៃសៅរ៍ទី28ខែមេសាឆ្នាំ2012វេលាម៉ោង 3 រសៀលរហូតដល់ល្ងាចកុំភ្លេចចូលរួមទាំងអស់គ្នាយ៉ារំភើបដល់ហើយចឹងហើយដល់ពេលលាទស្សនិកជនជារំភើបវិញ
mẹ này dạ đâu của thà tất khỏi đâu bây giờหัวมาđi rồi nó អូមែនហើយខ្ញុំបានហៅមិត្តភក្តិខ្ញុំក៏ដូចជាគ្រួសារខ្ញុំទាំងមូលមករួមអស់គ្នាហ្មង ខ្ញុំមកមិនហៅធំតាមិត្តភក្តិបងប្អូនគ្រូសាយឯងសំបីតែអ្នកតាមផ្លូវក៏ខ្ញុំហៅដែរ អញ្ចឹងហ៎ និយាយចឹងយ៉ាđâuក្នុងសប្តាហ៍ហ្នឹងយើងបានដឹងច្រើនពីការស្ម័គ្រចិត្តមិនចឹងហ៎ បាទពិតមែនណាខាត់ពេញឃើញថាការស្ម័គ្រចិត្តមានច្រើនប្រភេទដែរយើងម្នាក់ឯងក៏អាចធ្វើបានហើយបើបានធ្វើជាក្រុមទៀតកាន់តែប្រសើរថាអញ្ចឹង មិនធំតែប៉ុណ្្នឹងឯងការស្ម័គ្រចិត្តគឺជាកាតព្វកិច្ចក៏ដូចជាសិទ្ធិរបស់ប្រជាពលរដ្ឋទូទៅព្រោះថាការស្ម័គ្រចិត្តមិនត្រឹមតែជួយដល់ការអភិវឌ្ឍភូមិឃុំក៏ដូចជាសហគមន៍របស់គាត់ទេថែមទាំងផ្ដល់ដល់បទពិសោធន៍ដល់ពួកគាត់ផ្ទាល់ហើយជាឱកាសមួយដើម្បីយុវជនយើងបង្ហាញថាពួកយើងក៏អាចមានសមត្ថភាពធ្វើបានដែរមិនចឹងហ៎ បាទខាត់ព្រីអញ្ចឹងបើសិនជាប្រិយមិត្តអរគ្នាចង់ដល់បន្ថែមអំពីការងារស្ម័គ្រចិត្តកុំភ្លេចស្ដាប់109តាមវិទ្យុនៅថ្ងៃស្អែកវេលាម៉ោង 12 រហូតដល់ម៉ោង 1 រសៀលតាមរយៈវិទ្យុ FM 103 MHz ផងដែរដែលពួកយើងទៅចែកលើប្រធានបទ អ្នកណាក៏អាចធ្វើការងារស្ម័គ្រចិត្តបានដែរពិតអត់ប៉ុន្តែឥឡូវនេះកម្មវិធីរបស់យើងដល់ទីបញ្ចប់ហើយមិនចឹងបាទហើយក៏សូមអរគុណដល់ណាត់វិទ្យារីសតផងដែរដែលបានផ្ដល់កន្លែងថតដល់ក្រុមការងាររបស់យើងផងដែរចាហើយអរគុណដល់ទស្សនិកជនទាំងអស់គ្នាដែលបានចំណាយពេលវេលាតាមដានកម្មវិធីលោក9បាទឥឡូវដល់ពេលដែលយើងត្រូវនិយាយថាជំរាបលាហើយជួបគ្នានៅសប្តាហ៍ក្រោយតាមពេលវេលានឹងម៉ោងដដែលបាយបាយ